បើយើងទៅលេខទៅមើលក្នុងសង្គមបច្ចុប្បន្នគឺយើងឃើញថាការប្រើប្រាស់បារីអេឡិចត្រូនិកមើលទៅដូចជាហាក់ដូចជាសប្បាយព្រោះវាមានរសជាតិច្រើនប្លែកឲ្យសិស្សានុសិស្សជ្រើសរើសយកមកប្រើប្រាស់ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា smooth ហើយឆ្ងាញ់នៅពេលបានប្រើប្រាស់វាប៉ុន្តែពួកគេមិនដឹងថាពួកគេមិនគ្រាន់តែស្រូបយកអាផ្សាយបារីអេឡិចត្រូនិកនឹងប៉ុណ្ណោះទេគឺពួកគេកំពុងតែកាត់បន្ថយជីវិតរបស់ពួកគេដែលពួកគេប្រើប្រាស់បារីអេឡិចត្រូនិកទាំងនោះម្ដងបន្តិចម្ដងចេញពីពួកគេលើពីនេះយើងចាប់ផ្ដើមជាមួយនឹងបញ្ហាដែលយើងកំពុងតែដោះស្រាយគឺវាកើតឡើងជាមួយនឹងផលវិបាកដ៏គ្រោះថ្នាក់និងជាក់ស្ដែងជាពិសេសសម្រាប់យុវវ័យដែលយើងមើលឃើញថាយុវវ័យបច្ចុប្បន្ននេះគឺពួកគេកំពុងតែងប់ងល់ក្នុងការទិញបារីអេឡិចត្រូនិកយកមកប្រើប្រាស់គឺការជួបបារីអេឡិចត្រូនិកនេះជាខ្លាចជានិទានការបញ្ហាដ៏ធ្ងន់ធ្ងរក្នុងចំណោមយុវវ័យសិស្សតែងតែងាកទៅរកការជួបបារីអេឡិចត្រូនិកដោយសារតែពួកគេមានបញ្ហាផ្សេងៗគ្នាអ្នកខ្លះដោយសារតែមិត្តភ័ក្តិអ្នកខ្លះទៀតដោយសារតែការរៀនសូត្រ stress ពួកគេទិញយកមកប្រើប្រាស់ហើយបញ្ហាទាំងនោះគឺមានប្រមាណនៅក្នុងសង្គមគឺពួកយើងបានចោះទៅធ្វើ interview ចំនួន5នាក់យុវវ័យចំនួន5នាក់គឺយើងឃើញថាចំនួន2នាក់គឺគាត់ស្ថិតក្នុងស្ថានភាពដែលញៀនពិបាកក្នុងការផ្ដាច់វាហើយ2នាក់ទៀតគឺគាត់មានភាពតានតឹងក្នុងការសិក្សារៀនសូត្រឬមានភាពតានតឹងក្នុងគ្រួសារដែលហៅថា stress គាត់ចង់ release stress ហ្នឹងក៏បានគាត់ប្រើប្រាស់បារីអេឡិចត្រូនិកហើយនឹងចំនួន1នាក់គឺគាត់ទទួលរងពីមិត្តភ័ក្តិគាត់ពីរបបមិត្តភ័ក្តិគាត់ក៏ឃើញមិត្តភ័ក្តិគាត់ជក់ក៏ចង់ទិញមកប្រើប្រាស់សារផងដែរហើយនៅក្នុង interview យើងបានសួរសំណួរពួកគាត់ចំនួន2គឺសំណួរទី1យើងសួរគាត់ថាហេតុអ្វីបានជាគាត់ចូលចិត្តជក់វាប្រើប្រាស់វាហើយសំណួរទី2គឺហេតុអ្វីបានជាគាត់ពិបាកក្នុងការផ្ដាច់វាដូចជា person A គាត់បានថាគាត់និយាយថាគាត់ប្រើប្រាស់វាគឺដោយសារតែជួយគាត់ relax ហើយសប្បាយនៅពេលដែលគាត់ប្រើប្រាស់ជាមួយមិត្តភ័ក្តិគាត់ធ្វើឲ្យគាត់ enjoy ព្រោះវាហើយណាមួយវាបារីអេឡិចត្រូនិកហ្នឹងវាមានរសជាតិច្រើនប្លែកសម្រាប់ឲ្យគាត់ជ្រើសរើសហើយក៏គាត់ប្រើប្រាស់ទៅវាឆ្ងាញ់ចឹងមកគាត់ប្រើប្រាស់តហើយ person ទី2គាត់ឆ្លើយថាបានជាគាត់ចង់ផ្ដាច់វាដែរតែគាត់ពិបាកក្នុងការផ្ដាច់ដោយសារវាមានជាតិនីកូទីនក្នុងហ្នឹងវាធ្វើឲ្យញៀនខ្លាំងអញ្ចឹងគាត់ពិបាកផ្ដាច់ហើយគាត់ឡើងតែផ្ដាច់មិនហើយបើយោងតាមអង្គការពិភពលោកគឺយើងមើលឃើញថាមានរហូតដល់ចំនួន 82% នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិកហើយមានអាយុចាប់ពី15ដល់35ឆ្នាំហើយច្រើនជាង 80% ទិញតាមអ៊ីនធឺណិតដោយសារតែយើងមើលឃើញពីបញ្ហាទាំងហ្នឹងហើយគឺក្រុមរបស់យើងបានរក solution មួយគឺពួកយើងបានបង្កើត app ហើយ app ហ្នឹងមានឈ្មោះថាសម្រាប់ app ហើយយើងបង្កើត app ហ្នឹងមកគឺក្នុងគោលបំណងចង់ជួយសម្រួលនិងជួយបញ្ឈប់អ្នកប្រើប្រាស់ឲ្យផ្ដាច់ពីការប្រើប្រាស់បារីអេឡិចត្រូនិកដោយផ្ដល់នៅ fitness plan និង progress tracking ដើម្បីជួយពួកគាត់បញ្ឈប់នៃការប្រើប្រាស់បារីអេឡិចត្រូនិកហើយនឹងជួយដល់អ្នកដែលពួកគាត់ខ្វះនៅទំនុកចិត្តខ្វះនៅភាពលើកទឹកចិត្តឲ្យពួកគាត់បញ្ឈប់ក្នុងកម្មវិធីរបស់ពួកយើងមានមុខងារចំនួន4សំខាន់គឺទី1 user profile and progress tracking គឺជាកន្លែងដែលសម្រាប់ឲ្យយើង display ឲ្យយើងមើលឃើញនៅអ្វីដែលយើងបាន achieve ទី2គឺ Darling Quick Plan and scheduling គឺជាកន្លែងដែលយើង set schedule សម្រាប់ធ្វើ exercise ទី3គឺ subscription packet បើយើង subscribe មួយខែតើវា free plan អីគេខ្លះសម្រាប់យើងហើយមួយខែវា free អីគេខ្លះទី4គឺ motivational and support feature ជាកន្លែងដែលយើងសម្រាប់ user share experience ហើយចំពោះ target audience របស់ពួកយើងគឺយើងផ្ដោតទៅលើ teenager និង young adult ដែលមានន័យថា young adult គឺយើងសម្ដៅទៅលើអ្នកដែលពួកគាត់ព្យាយាមផ្ដាច់ក្នុងការប្រើប្រាស់បារីអេឡិចត្រូនិកតែពិបាកក្នុងការផ្ដាច់ហើយចង់ផ្ដាច់វាប៉ុន្តែត្រូវការអ្នកណែនាំនិងអ្នកដែលគាត់ទទួលរងពីមិត្តភ័ក្តិណែនាំគាត់ជក់និងប្រើប្រាស់បារីអេឡិចត្រូនិកនិងអ្នកដែលគាត់ stress ក្នុងការរៀនសូត្រអញ្ចឹងយើង target ទៅលើពួកគាត់ដែលវាផ្នែកធំគឺនៅក្នុងវិទ្យាល័យអនុវិទ្យាល័យជាដើមនិងយ៉ាងណាគឺយើងផ្ដោតទៅអ្នកដែលគាត់ព្យាយាមបញ្ឈប់ប្រើប្រាស់បារីអេឡិចត្រូនិកដូចគ្នាហើយនឹងមិនត្រឹមតែប៉ុណ្្នឹងទេយើងផ្ដោតទៅលើអ្នកដែលពួកគាត់ចង់ហាត់យករៀងយកសុខភាពល្អគាត់មាន interest នៅក្នុង fitness គាត់ចង់ហាត់និងកែប្រែទម្លាប់គាត់ឲ្យល្អជាងមុននឹងត្រូវការ motivation និង support ហើយនេះគឺជា prototype ក្នុង app របស់យើងដែលយើងមាន profile progress និង coach ដែល profile យើងអាចចូលមើលថាយើងបាន achievement អីគេខ្លះហើយ progress យើងអាចមើលពី progress ដែលយើងបានធ្វើ exercise ដែលមាន schedule ក្នុងហ្នឹងច្បាស់លាស់និង plan របស់យើងដែលយើង set ក្នុងហ្នឹងនិង coach យើងអាចមើល coach ជ្រើសរើស coach ថាយើងគួរមើលមួយណាតំណងយើងអាចរើសបានហើយអ្វីដែលខ្ញុំគិតថាអ្នកអាចចូលមកប្រើប្រាស់សាកល្បងប្រើប្រាស់ក្នុង app របស់ពួកយើងបានគឺ app របស់ពួកយើងមានតម្លៃសមរម្យអាចចូលប្រើប្រាស់បានហើយមានភាពងាយស្រួលក្នុងការប្រើប្រាស់ហើយមាន guide recover ដែល provide structure workout plan និង expert advice ផងដែរបើចំពោះក្នុងទីផ្សារគឺទីផ្សាររបស់ពួកយើងទូលំទូលាយមានរហូតដល់ 82% ជា target audience របស់ពួកយើង
ដែលមានអាយុចាប់ពី15ដល់35ឆ្នាំហើយមាន80%ដែលពួកគាត់ដែល user ទិញបារីអេឡិចត្រូនិកនៅក្នុង online ដែលជា digital engagement និង user insight ដែលអ្នកដែលចង់ផ្ដាច់បារីអេឡិចត្រូនិកតែមិនដឹងគួរតែផ្ដាច់យ៉ាងម៉េចpartnership និង marketing គឺយើងមានកម្រងធ្វើជា partnership ជាមួយនឹង ABA និង ACDA ក្នុងការpayment ក្នុងការធ្វើ payment និងយើងនឹងមានកម្រងធ្វើ marketing ជាមួយនឹងAtra Cambodia និង The Gym ផងដែរហើយចំពោះ role និង responsibility ក្នុងក្រុមរបស់ពួកយើងគឺ Pro mainly គឺជា software engineering Pro Manage គឺជា digital marketing Pro Kim Heng គឺជា financial analysis និង Pro Wing Hood ជា UI UI design និងខ្ញុំអាឡៃជា graphic design នៅចុងក្រោយគឺ grow strategy យើងមើលឃើញថាក្នុង app របស់យើងកំពុងតែនៅស្ថិតនៅក្នុង short term ដែលយើងអាចនឹងវិវត្តទៅ mid term និង long term ដែល short term យើងឥឡូវនេះកំពុងតែមានយើងធ្វើ deploy app performance FAQ section និង basic feature តែនៅពេលអនាគតយើងនឹងក្រុងធ្វើដល់ mid term គឺយើងនឹង update ដោយមាន more feature stable app monetization និង collaboration ជាមួយនឹងនាពេលខាងមុខទៀតយើងនឹងចូលទៅដល់ long term ដែលយើងអាចនឹង introduce AI driven coaching feature ក្នុងឆ្នាំ2026នឹងក៏ជាគម្រោងរបស់យើងហើយបើក្នុងដល់ឆ្នាំ2028យើងនឹងមានគម្រោងពង្រីកទៅក្នុង international market ផងដែរ